សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងបានមកជួបគ្នាវិញទៀតហើយនៅសាច់រឿងថ្មីហើយក៏ជាសាច់រឿងប្លែកមួយដែលខ្ញុំអត់ដែលនិយាយទេសាច់រឿងបែបនេះប៉ុន្តែបានការចែករំលែកពីបងអូនស្រីម្នាក់ដែលគាត់ធ្លាប់ធ្វើការនៅហាងកាហ្វេមួយកន្លែងប៉ុន្តែគាត់មិនសូមបញ្ចេញទីតាំងមិនសូមបញ្ចេញឈ្មោះទេគាត់សូមតែបញ្ចេញសាច់រឿងតែប៉ុណ្ណោះហើយក៏សូមទោសបងប្អូនពុកម៉ែទាំងអស់ដោយសារថ្ងៃនេះប្រហែលជាមានបញ្ហាចំោះខ្លះខ្ញុំនឹងចិត្តផ្ដាសាយអត់តផ្ដាសាយទេគ្រាន់តែចិត្តផ្ដាសាយអញ្ចឹងទៅប្រហែលជាអាចពិបាកក្នុងការនិយាយឲ្យបងប្អូនទាំងអស់គ្នាស្ដាប់អញ្ចឹងឥឡូវយើងបកមកសរសេររឿងយើងវិញអញ្ចឹងខ្ញុំទទួលបានពីប្អូនស្រីម្នាក់ដែលគាត់ធ្វើការនៅកន្លែងលក់កាហ្វេមួយកន្លែងដែលជាហាងកាហ្វេមួយអាចនិយាយបានថាធំដែរប៉ុន្តែបុគ្គលិកដូចជាអត់នៅជាប់ទេបុគ្គលិកដូចជាអត់នៅជាប់ទេគឺផ្លាស់ប្ដូររហូតបុគ្គលិកធ្វើការបានរយៈពេលខ្លីគឺឈប់មួយចូលមួយឈប់មួយចូលមួយបុគ្គលិកគឺនៅអត់ជាប់ដល់ពេលមកដឹងពីសាច់រឿងពិតគឺគាត់ប្រាប់ខ្ញុំថាគឺហួសពេលហើយគឺហួសពេលហើយដល់គាត់ចូលធ្វើការហើយបានគាត់ដឹងថាហេតុអ្វីបានជាបុគ្គលិកគាត់នៅអត់ជាប់អញ្ចឹងឥឡូវយើងចូលដើមសាច់រឿងយើងទៅដំបូងហ្នឹងអូនស្រីគាត់ប្រាប់ខ្ញុំថាគាត់តម្លើងមកពីខេត្តទេគាត់ឡើងមកនៅភ្នំពេញដើម្បីរកការងារធ្វើឡើងមកនៅភ្នំពេញដើម្បីរកការងារធ្វើពេលហ្នឹងគឺគាត់ search តាមប្រព័ន្ធអ៊ីនធឺណិតយើងនឹងស្រាប់ហើយមាន Facebook មានឆែកតាម Google ឆែកតាមអីប្រព័ន្ធ social media ផ្សេងៗចឹងទៅពេលគាត់ឆែកចុះឆែកឡើងទៅគាត់ទទួលបានការងារច្រើនប៉ុន្តែពេលខ្លះវាការងារខ្លះវាមិនស័ក្តិសមនឹងគាត់ធ្វើវាចំណេះជំនាញគាត់មិនដល់ការងារខ្លះទៅក៏ឆ្ងាយពីទីលំនៅរបស់គាត់ចឹងទៅការងារខ្លះក៏បានប្រាក់ចំណូលតិចពេកអញ្ចឹងទៅគាត់នៅតែ search ចុះ search ឡើងបានឃើញហាងកាហ្វេមួយកន្លែងហ្នឹងឃើញហាងកាហ្វេគាត់ក៏ឆែកមើលទីតាំងហាងកាហ្វេនិងប្រាក់ខែសម្រាប់បុគ្គលិកហ្នឹងហើយនឹងចំណេះជំនាញហ្នឹងគឺគាត់ search មើលទៅគាត់ថាការងារហ្នឹងគាត់អាចទៅរួចប្រាក់ខែអាចសមនឹងល្មមទទួលយកអញ្ចឹងគាត់សម្រេចចិត្តថាគាត់នឹងធ្វើការនៅហាងកាហ្វេហ្នឹងអញ្ចឹងគាត់ក៏បានរៀបចំ CV ទៅដាក់ធ្វើជាបុគ្គលិកនៅហាងកាហ្វេហ្នឹងគាត់បានបញ្ជូន CV ទៅតាមរយៈ Telegram ដែលខាងហាងកាហ្វេគាត់ដាក់ជ្រើសរើសហ្នឹងអញ្ចឹងគេមាន Telegram មួយឲ្យដាក់ CV សម័យឥឡូវយើងវាស្រួលដែរយើងអត់ចាំបាច់ទៅដាក់ CV ដល់កន្លែងទេព្រោះការងារមួយចំនួនគាត់ដាក់ CV តាមរយៈ Telegram វាលឿនហើយគេសម្ភាសតាម Telegram អញ្ចឹងទៅពេលសម្ភាសតិចអញ្ចឹងទៅដល់កន្លែងអាហ្នឹងគេសម្ភាសម្ដងទៀតអញ្ចឹងទៅវាស្រួលសម័យឥឡូវស្រួលជាងសម័យមុនណាបងប្អូនដោយសារតែពីមុនការសម្ភាសការងារមួយគឺយើងទៅដាក់ CV នៅដល់កន្លែងពិបាកឆែករកការងារហើយពេលឆែកឃើញការងារហើយយើងធ្វើដំណើរពីកន្លែងយើងទៅដល់កន្លែងការងារហ្នឹងដាក់ CV នៅកន្លែងការងារហ្នឹងហើយរងចាំខាងក្រុមហ៊ុនហ្នឹងគាត់ទេមកគាត់តាក់ទងមកយើងដើម្បីឲ្យយើងទៅធ្វើតេស្តទៅធ្វើសម្ភាសជាមួយនឹងក្រុមហ៊ុនហ្នឹងអញ្ចឹងណាអញ្ចឹងទៅពីមុនគឺវាពិបាកប៉ុន្តែពេលឥឡូវខ្ញុំមើលឃើញថាស្រួលច្រើនប្រព័ន្ធបច្ចេកវិទ្យាកាន់តែទំនើបអញ្ចឹងទៅវាធ្វើឲ្យការធ្វើការមួយវាអាចស្រួលអាចលឿនជាងពីមុនឆ្ងាយដោយការសម្ភាសរបស់បងប្អូនស្រីអញ្ចឹងគាត់សម្ភាសតាមរយៈ Telegram ទេគឺគាត់សម្ភាសតាមរយៈ Telegram ហើយពេលទៅដល់គឺគេសម្ភាសមិនតង់ទៀតប៉ុន្តែការសម្ភាសមិនតង់ទៀតហ្នឹងគឺអត់មានវែងឆ្ងាយព្រោះគេសួរប្រវត្តិរូបបញ្ជាក់រឿងខ្លះហើយនៅតាមរយៈ Telegram ហ្នឹងអញ្ចឹងក៏យើងទៅដល់យើងពិភាក្សាគ្នាបន្តិចតួចទៀតអំពីប្រាក់ខែអំពីការងារយើងត្រូវធ្វើចេះក្នុងមួយសប្តាហ៍យើងធ្វើប្រហែលថ្ងៃក្នុងមួយថ្ងៃយើងធ្វើប្រហែលម៉ោងការងារយើងមានអ្វីខ្លះអញ្ចឹងគេសម្ភាសតែគេទៅដល់គេនិយាយតែប៉ុណ្្នឹងទៀតទេអញ្ចឹងទៅគាត់បានដាក់ពាក្យសម្ភាសជាប់ហើយគាត់ក៏បានទៅធ្វើការនៅកន្លែងហ្នឹងដែលគាត់ទទួលបាននឹងប្រាក់ខែហ្នឹងគឺ
សំរុំដែលអាចទទួលយកបាននៅអាចចំណាយទៅលើប្រចាំថ្ងៃប្រចាំខែរបស់យើងចឹងទៅថ្ងៃទី1ដែលគាត់ចូលធ្វើការដំបូងហ្នឹងគឺគាត់ទៅដល់កន្លែងការងារមានតែគាត់ម្នាក់ឯងទេសម្រាប់បុគ្គលិកផ្សេងគឺអត់មានទេដោយសារតែបុគ្គលិកនៅកន្លែងហ្នឹងគឺនៅអត់ជាប់គឺមានចេញធ្វើការមកធ្វើការបានមួយរយៈពេលខ្លីចឹងទៅបុគ្គលិកក៏បានដាក់ពាក្យលាឈប់ទៅវិញឬមួយអ្នកខ្លះក៏បានឈប់ដោយចិត្តឯងហ្មងគឺគាត់អត់នៅទេដំបូងហ្នឹងគាត់អត់ដឹងរឿងទេដោយសារគាត់ឆ្ងល់ថាហេតុអីបានហាងកាហ្វេដូចជាធំដែរហេតុអីបានបុគ្គលិកមិនសូវមានអ្នកមកធ្វើការជាប់គាត់ធ្វើការបានមួយថ្ងៃដល់ពេលគាត់ធ្វើចេះតែធ្វើទៅក្នុងមួយថ្ងៃហ្នឹងការលក់កាដូអីហ្នឹងក៏វាបានគួរសមដែរហើយគាត់ក៏រៀងពិបាកដែរដោយសារគាត់ធ្វើការតែម្នាក់ឯងអញ្ចឹងណាគាត់ជាអ្នកឆុងកាហ្វេផងគាត់ជាអ្នកគិតលុយផងអញ្ចឹងទៅវាធ្វើឲ្យគាត់ហ្នឹងរៀងពិបាកដែរហាងកាហ្វេហ្នឹងអាចនិយាយបានថារៀងទូលាយដែរហើយសម្រាប់ភ្ញៀវវិញក៏អាចជាចូលច្រើនគួរសមដែរអញ្ចឹងទៅការធ្វើការម្នាក់ឯងសម្រាប់គាត់ហ្នឹងគឺរៀងពិបាកមិនថាគាត់ទេសម្រាប់អ្នកទាំងអស់គ្នាអីហាងរៀងធំណាស់យើងគិតមើលទៅបើយើងគិតថាយើងធ្វើម្នាក់ឯងមិនថាគិតលុយមិនថាឆុងកាហ្វេមិនថាសម្អាតតុមិនថាលាងកែវលាងពេងអីគឺវាពិបាកដែរការងារច្រើនអញ្ចឹងវាអត់មានផ្នែក order ផ្នែកផ្សេងផ្នែក cashier ផ្សេងផ្នែកអីផ្សេងទេអត់មានទេបុគ្គលិកគឺមានតែម្នាក់គឺគាត់រាប់រើងទៅឯងទាំងអស់ដល់ពេលហ្នឹងទៅដល់ពេលល្ងាចគាត់ប្រាប់ថាដល់ពេលល្ងាចជិតដល់ម៉ោងចេញទៅផ្ទះហ្នឹងរៀងស្រឡះភ្ញៀវដល់ពេលរៀងស្រឡះភ្ញៀវគាត់ក៏អង្គុយលេងជាមួយអ្នកដែលគាត់លក់នៅជិតខាងអញ្ចឹងទៅអ្នកនៅជិតខាងគាត់ហ្នឹងគឺលក់គ្រឿងនំប៉័ងគាត់លក់គ្រឿងហាងនំប៉័ងអញ្ចឹងណាហើយក៏បានអង្គុយជជែកលេងជាមួយបុគ្គលិកដែលលក់នៅកន្លែងហាងនំប៉័ងហ្នឹងទៅជជែកលេងគ្នាចុះឡើងបុគ្គលិកកន្លែងហាងនំប៉័ងហ្នឹងក៏សួរថាបងមកធ្វើការនៅកន្លែងកាហ្វេហ្នឹងបងមានដឹងតំណែងថាហាងកាហ្វេហ្នឹងមិនអត់ដល់ពីបងអូនស្រីគាត់និយាយថាគាត់អត់ដឹងផងគាត់ឃើញ CV គាត់ដាក់គាត់ឃើញហាងកាហ្វេហ្នឹងដាក់ជ្រើសរើសបុគ្គលិកគាត់ក៏ដាក់ CV មកធ្វើការទៅដល់ពេលហើយបុគ្គលិកដែលលក់នំប៉័ងហ្នឹងគាត់ក៏បានញញឹមហើយគាត់អត់និយាយអីទេគាត់ញញឹមហើយគាត់អត់និយាយបងអូនស្រីហ្នឹងគាត់ឆ្ងល់គាត់សួរទៅវិញថាហាងកាហ្វេហ្នឹងមានរឿងអីមែនបងហើយបុគ្គលិកខាងនំប៉័ងហ្នឹងគាត់ក៏បានឆ្លើយវិញថាបងអត់ហាងកាហ្វេហ្នឹងវាអត់មានរឿងអីទេក៏ប៉ុន្តែបងធ្វើការនៅហ្នឹងប្រយ័ត្នតិចទៅគាត់ប្រាប់ថាធ្វើការនៅហ្នឹងប្រយ័ត្នតិចទៅដោយសារបុគ្គលិកនៅហ្នឹងធ្វើការអត់ជាប់ទេគឺដូររហូតបុគ្គលិកថ្មីមករហូតបុគ្គលិកចូលមកយ៉ាងយូរហ្នឹងបាន 4-10 ថ្ងៃកន្លះខែហ្នឹងគឺគាត់ចេញទៅវិញបាត់ហើយ 4-10 ថ្ងៃកន្លះខែគឺគាត់ចេញទៅវិញបាត់ហើយបងប្អូនស្រីដែលលក់កាហ្វេហ្នឹងក៏គាត់បានសួរទៅទៀតហេតុអីបានត្រូវផ្លាស់ប្ដូរបុគ្គលិករហូតហេតុអីបានបុគ្គលិកនៅឈរនៅនឹងអត់ជាប់ការងារប្រាក់ខែសមរម្យដែរការងារមិនសូវជាពិបាកប្រហែលទេបើមានបុគ្គលិកម្នាក់ឬពីរនាក់ចូលបន្ថែមទៀតហើយខាងបងអូនស្រីដែលជាបុគ្គលិកហាងនំប៉័ងហ្នឹងគាត់ក៏បានប្រាប់ដែរគាត់ថាអត់អីទេខ្ញុំអត់សូវដឹងរឿងប្រហែលទេបងគាត់ថាខ្ញុំដឹងតែថាបុគ្គលិកមកធ្វើការនៅកន្លែងហ្នឹងគឺអត់សូវជាប់ប្រហែលទេខ្ញុំអត់ដឹងរឿងស៊ីជម្រៅប្រហែលទេគ្រាន់តែខ្ញុំដឹងថាបុគ្គលិកមកធ្វើការនៅកន្លែងហ្នឹងមិនសូវជាជាប់ទេអញ្ចឹងបងគួរតែប្រុងប្រយ័ត្នទៅអញ្ចឹងដោយសារបងអូនស្រីលក់កាហ្វេហ្នឹងគាត់ទទួលបានដំណឹងតែប៉ុណ្្នឹងគាត់អត់ដឹងថារឿងរ៉ាវទៅមុខទៅមុខទៀតហ្នឹងយ៉ាងណាទេអញ្ចឹងគាត់ក៏បាននិយាយគ្នាលេងធម្មតាអញ្ចឹងទៅដល់ម៉ោងរៀងខ្លួនក៏គាត់បានរៀបចំបិទកន្លែងរៀងខ្លួនអញ្ចឹងទៅខាងបងអូនស្រីកាហ្វេគាត់បិទកាហ្វេអញ្ចឹងទៅបិទហាងបិទអីអញ្ចឹងទៅខាងបងអូនស្រីលក់នំប៉័ងហ្នឹងដល់ម៉ោងក៏គាត់បិទហាងនំប៉័ងគាត់អីអញ្ចឹងជារឿងធម្មតាអញ្ចឹងទៅគាត់បានចប់ម៉ោងការងារបែកគ្នារៀងខ្លួនទៅផ្ទះរៀងខ្លួនអញ្ចឹងទៅដល់ពេលស្អែកឡើងមកដល់ទៀត
ស្អែកឡើងម្ដងទៀតត្រូវកែហាងកាហ្វេហ្នឹងគាត់ចុះមកពិនិត្យផ្ទាល់ព្រោះគាត់ថ្ងៃសម្ភាសហ្នឹងគឺគាត់អត់បានមកសម្ភាសបងអូនស្រីទេគាត់មានប្រធានរបស់គាត់មួយដែលថាគ្រប់គ្រងហាងកាហ្វេហ្នឹងត្រូវជាកូនចៅរបស់តកែហាងកាហ្វេហ្នឹងជាអ្នកសម្ភាសបងអូនស្រីប៉ុន្តែតកែហាងកាហ្វេហ្នឹងគាត់អត់សម្ភាសផ្ទាល់ទេអញ្ចឹងថ្ងៃទី2តកែហាងកាហ្វេចុះមកកន្លែងកាហ្វេហ្នឹងផ្ទាល់មកកន្លែងកាហ្វេហ្នឹងអញ្ចឹងបងអូនស្រីព្រលឹមឡើងគាត់ទៅដល់កន្លែងគាត់ធ្វើការងារធម្មតាហើយដល់ពេលធ្វើទៅគាត់ក៏ឃើញតកែហាងកាហ្វេហ្នឹងចូលមកដល់ហើយគាត់អត់ទាន់ស្គាល់ថាតកែហាងកាហ្វេជាតកែទេគាត់ក៏បានសួររាក់ទាក់អីចឹងទៅហើយតកែហាងកាហ្វេគាត់របៀបលាក់លៀមដែរពេលហ្នឹងគាត់ចង់ដឹងចិត្តបុគ្គលិកគាត់និយាយធ្វើជាសួរនាំរឿងកាហ្វេរឿងទិញកាហ្វេរឿងលក់កាហ្វេអីចឹងទៅចង់ដឹងថាបុគ្គលិកហ្នឹងគាត់រស់រាយអត់រាក់ទាក់អត់អីចឹងអញ្ចឹងបុគ្គលិកគាត់ធ្វើតាមតួនាទីរបស់គាត់ហើយបងអូនស្រីក៏គាត់ជាអ្នកលក់មួយដ៏ធម្មតាគឺគាត់ធ្វើតាមជំនាញរបស់គាត់អញ្ចឹងมันមានជាបញ្ហាអ្វីទេហើយដល់ពេលបានពិភាក្សាគ្នាបន្តិចចឹងទៅក៏បងអូនក៏តកែហ្នឹងគាត់ប្រាប់ថាគាត់ជាតកែនៅហាងកាហ្វេហ្នឹងអញ្ចឹងបងអូនស្រីគាត់ក៏មិនជាបញ្ហាធំដុំណាគាត់ថាអូលោកពូគឺជាតកែហាងកាហ្វេអញ្ចឹងខ្ញុំអត់ស្គាល់ហើយខ្ញុំសុំទោសផងដោយសារខ្ញុំទៅសម្ភាសការងារហ្នឹងជួបតែប្រធានគ្រប់គ្រងអញ្ចឹងខ្ញុំអត់ស្គាល់ថាតកែជាអ្នកណាមានរូបរាងដូចមិនដាច់ទេអញ្ចឹងថ្ងៃនេះខ្ញុំបានស្គាល់ហើយខ្ញុំសុំទោសផងដែលខ្ញុំមិនបានទទួលរាក់ទាក់អញ្ចឹងទៅគាត់និយាយតាមការគួរសមរបស់គាត់អញ្ចឹងទៅអញ្ចឹងថ្ងៃទី1ក៏គាត់និយាយគ្នាបានប៉ុណ្ណឹងតកែកាហ្វេហ្នឹងក៏គាត់ចេញទៅវិញបាត់ទៅដោយសារគាត់ទៅមានការងារអីផ្សេងទៀតហើយតកែកាហ្វេហ្នឹងគឺគាត់មិនមានប្រពន្ធទេគាត់ជាបរិះពោះម៉ាយអាយុជា50ឆ្នាំជាងហើយគាត់ជាមនុស្សចាស់ដែរហើយគាត់ជាបរិះពោះម៉ាយមិនមានកូនទេគឺគាត់នៅតែម្នាក់ឯងទេរាល់ថ្ងៃហ្នឹងដល់ពេលតកែហាងហ្នឹងគាត់ចេញទៅវិញទៅគាត់ក៏តកែហ្នឹងគាត់ក៏ជិះឡានតាមផ្លូវហ្នឹងគាត់គិតថាឃើញបុគ្គលិកហ្នឹងគាត់ស្អាតដែរឃើញបុគ្គលិកថ្មីហ្នឹងគាត់ស្អាតដែរបុគ្គលិកចាស់ស្អាតតិចតួចទេប៉ុន្តែបុគ្គលិកថ្មីហ្នឹងគឺស្អាតលើបុគ្គលិកចាស់ទៀតគាត់ក៏មានចាប់ផ្ដើមមានចិត្តគិតលើបុគ្គលិកថ្មីហ្នឹងទៀតមានចិត្តគិតលើបុគ្គលិកថ្មីមានចិត្តគិតយ៉ាងម៉េចគឺគិតខូចគិតកេងចំណេញលើបុគ្គលិកថ្មីកេងចំណេញមិនមែនកេងចំណេញរឿងលុយកាក់ណាកេងចំណេញគឺរឿងខ្លួនប្រាណចឹងទៅបងប្អូនស្ដាប់ឲ្យតន់មិនមែនកេងចំណេញរឿងលុយកាក់ទេគឺគាត់គិតចង់កេងចំណេញលើខ្លួនប្រាណដូចបុគ្គលិកចាស់ហ្នឹងអាហេតុផលហ្នឹងហើយដែលធ្វើឲ្យបុគ្គលិកស្រីចាស់ហ្នឹងនៅធ្វើការនៅកន្លែងហាងកាហ្វេហ្នឹងគឺអត់បានទេគឺគេធ្វើបានតាមរយៈពេលខ្លីគឺគេជប់ទាំងអស់អញ្ចឹងថ្ងៃហ្នឹងគាត់ឃើញបុគ្គលិកដែលមកធ្វើការថ្មីហ្នឹងគឺស្អាតជាងបុគ្គលិកចាស់គាត់ចាប់ដើមលេបទឹកមាត់ហើយពេលហ្នឹងគាត់ចាប់ដើមលេបទឹកមាត់ហើយគាត់គិតថាបុគ្គលិកថ្មីហ្នឹងតែមជាងបុគ្គលិកចាស់ទៀតគាត់គិតក្នុងចិត្តថាថ្ងៃណាមួយអញនឹងយកបុគ្គលិកថ្មីនឹងឲ្យបានគាត់ក៏គិតតាមនឹងទៅស្អែកឡើងគាត់មកដល់ហាងកាហ្វេទៀតហើយក៏គាត់មកដល់ហាងកាហ្វេហ្នឹងគាត់បាននិយាយពាក្យរបៀបញ៉ែញងអញ្ចឹងណារបៀបញ៉ែញងអញ្ចឹងទៅហើយបុគ្គលិកស្រីហ្នឹងគាត់មិនដឹងថាតើកែនិយាយពាក្យហ្នឹងបានន័យថាម៉េចទេគាត់ស្មានថាតើកែនិយាយរបៀបញ៉ែញងហ្នឹងនិយាយលេងជាមួយគាត់របៀបមេនឹងកូនចៅអញ្ចឹងណាព្រោះយើងបុគ្គលិកយើងមិនហ៊ានគិតដល់ថាអូបុគ្គលិកមេណាតើកែណាមកញ៉ែញងកូនចៅនោះវាគ្មានទេគេជាតកែអញ្ចឹងទៅគេមានលុយកាក់មានអីច្រើនអញ្ចឹងទៅគេមិនខ្វះទេប្រពន្ធកូនគេនៅផ្ទះ
ទាំងបុគ្គលិកស្រីហ្នឹងទាំងប្អូនស្រីហ្នឹងគាត់អត់ដឹងថាថាកែហ្នឹងអត់មានប្រពន្ធនេះគាត់អត់ដឹងទេចឹងទៅគាត់គិតថាវាមិនដែរថាកែណាមកញ៉ែញងកូនចៅចឹងទេហើយគាត់ណាមួយគាត់ជាមនុស្សចាស់ផងគាត់មិនធ្វើចរិតបែបព្រានអីចឹងទេគាត់មិនធ្វើទេមើលទៅរូបរាងគាត់គឺជាអ្នកមានគឺជាមនុស្សដែលថ្លៃថ្នូរមនុស្សដែលនៅក្នុងសង្គមមួយចុះក៏ប៉ុន្តែអ្វីដែលគាត់គិតហ្នឹងគឺវាមិនដូចការគាត់គិតទេមុនដំបូងហ្នឹងតកែហ្នឹងនិយាយញ៉ៃញងដល់ពេលនិយាយបានខ្លះទៅគាត់ក៏ចាប់ដើមឈានទៅកេះលក្ខណៈតកែហ្នឹងទៅកេះកូនចៅលេងអញ្ចឹងណាតកែហ្នឹងទៅកេះកូនចៅលេងអញ្ចឹងទៅកេះកូនចៅប្អូនស្រីហ្នឹងក៏ប្រាប់ថាលោកពូតកែលោកពូប្អូនស្រីគាត់ហៅលោកពូនិយាយលេងបានហើយលោកពូកុំកេះក្មួយចឹងក្មួយនៅកមុំផងក្មួយមិនសូវហ៊ានទេអារឿងប៉ះដៃប៉ះជើងហ្នឹងព្រោះយើងដឹងស្រាប់ហើយមនុស្សស្រីគាត់នៅកមុំគាត់មិនហ៊ានអារឿងអស់ហ្នឹងទេអញ្ចឹងតកែគាត់ក៏បានលើពាក្យហ្នឹងគាត់ថាគាត់តែកេះលេងរបៀបលក្ខណៈកូននៅក្មួយអីចឹងណាគាត់និយាយថាលក្ខណៈកូននៅក្មួយអញ្ចឹងណាហើយបងអូនស្រីគាត់បានលើពាក្យហ្នឹងទៅក៏គាត់សោចទៅគាត់ញញឹមទៅគាត់ថាគាត់គិតក្នុងចិត្តថាពូតកែហ្នឹងគាត់លេងជាបែបលក្ខណៈកូននៃក្មួយមែនអញ្ចឹងបងអូនស្រីហ្នឹងគិតចឹងទៀតអញ្ចឹងចូលដល់ថ្ងៃទី4ទី5ចាប់ផ្ដើមមានចង់និយាយថាកាន់តែលឹះទៅកាយវិការសម្ដីរបស់តកែហ្នឹងកាន់តែលឹះម្ដងតិចមុនដំបូងគឺលក្ខណៈគេកេះទេមុនដំបូងលក្ខណៈគេកេះទេយូរទៅចាប់ដៃយូរទៅចាប់ស្មាអញ្ចឹងទៅអាហ្នឹងវាឡើងម្ដងបន្តិចដល់ថ្ងៃទី5ទី6ឈានដល់10ថ្ងៃជាងបងស្រីគាត់បាននិយាយថាឈានដល់10ថ្ងៃជាងគាត់ចាំអត់បានទេថាថ្ងៃទីប្រហែលដែលតកែហ្នឹងគាត់លះខ្លាំងមែនតើទៅដល់បងអូនស្រីហ្នឹងគាត់ថាចាំអត់បានគាត់ដឹងថា10ថ្ងៃជាងថ្ងៃទី10ជាងដែលគាត់ធ្វើការនៅក្នុងហ្នឹងបាន10ថ្ងៃជាងតកែហ្នឹងក៏បានលះខ្លាំងពេលហ្នឹងគឺបានលះខ្លាំងបងអូនស្រីគាត់ប្រាប់ថាពេលហ្នឹងគឺស្ងាត់ភ្ញៀវម៉ោងដែលភ្ញៀវគេអត់មកប៉ុន្តែតកែហ្នឹងគាត់មកអញ្ចឹងទៅបងអូនស្រីហ្នឹងគាត់នៅអាឡ័យលាងកែវកាហ្វេនៅក្រោយលាងកែវកាហ្វេលាងសម្អាតកែវលាងសម្អាតស្ព្រាលាងសម្អាតកំប៉ុងអីចឹងទៅដល់ពេលនៅកន្លែងហ្នឹងតកែគាត់មកក៏គាត់អត់មានបញ្ចេញសម្លេងអីទេគឺគាត់មកគឺស្ងាត់ហើយប្អូនស្រីគាត់អត់បានទៅចាប់អារម្មណ៍ទេដោយសារវាអត់មានសម្លេងអីដែលកើតឡើងអញ្ចឹងណាគឺគាត់ស្ងាត់ទៅតាមហ្នឹងអញ្ចឹងទៅគាត់គិតតែពីលាងសម្អាតអញ្ចឹងទៅគាត់ឮតែសម្លេងទឹកសម្លេងកែវសម្លេងស្ព្រាដែលគាត់លាងហ្នឹងទេគាត់អត់មានឮសម្លេងអីផ្សេងទេហើយតកែហ្នឹងចូលមកគឺដើរសំដៅទៅរកគាត់ពីក្រោយហ្នឹងលូកអោបចកេះគាត់ពីក្រោយដូចដែលឃើញរូបដែលនៅលើវីដេអូហ្នឹងអញ្ចឹងណាប៉ុន្តែមិនមែនអោបអញ្ចឹងទេលូកដៃទាំងពីរចូលអោបចកេះគាត់មិនមែនកាន់ស្មាអញ្ចឹងទេគាត់ប្អូនស្រីគាត់ប្រាប់ថាលូកដៃទាំងពីរចូលអោបចកេះគាត់អោបពោះគាត់អោបចកេះគាត់ហ្នឹងដល់ពេលហ្នឹងប្អូនស្រីគាត់ភ្ញាក់គាត់កវិសចេញទៅអាដៃគាត់កំពុងតែលាងកែវហ្នឹងកាន់កែវហ្នឹងកវិសទៅវាដោយទាំងកែវហ្នឹងធ្លាក់ទៅបែកទៅហើយគាត់ក៏បានបែរមកឃើញតកែហ្នឹងគាត់សួរថាលោកពូហេតុអីបានមកអោបចកេះខ្ញុំគាត់សួរថាលោកពូហេតុអីបានមកអោបចកេះខ្ញុំដល់តកែហ្នឹងគាត់ថាមកអូនហើយពូតាំងពីឃើញមកអូនឯងមកធ្វើការនៅហ្នឹងពូមានអារម្មណ៍ថាស្រឡាញ់បាត់ទៅហើយមានអារម្មណ៍ស្រឡាញ់មកអូនឯងហើយចឹងទៅបានពូវាទ្រាំអត់បានពូចូលមកហ្នឹងគឺពូទ្រាំអត់បានដោយសារឃើញអូនឯងហ្នឹងពូមានអារម្មណ៍ថាស្រឡាញ់បាត់ទៅហើយហ្នឹង
ដល់បងអូនស្រីគាត់ថាអត់ទេលោកពូអត់ទេខ្ញុំទុកលោកពូប្រៀបដូចជាឪពុកប្រៀបដូចជាតកែប្រៀបដូចជាពូខ្ញុំម្នាក់អញ្ចឹងខ្ញុំអត់ដែលគិតរឿងអស់នឹងទេហើយខ្ញុំក៏អត់ទាន់មានគិតរឿងគ្រួសារនឹងដែរពួកខ្ញុំនៅវ័យខ្ញុំគឺនៅវ័យរើលុយចិញ្ចឹមគ្រួសាររបស់ខ្ញុំអត់ទាន់គិតរឿងប្តីរឿងសកលអីហ្នឹងទេហើយលោកពូនឹងក៏បាននិយាយទៀតក៏បានលួងលោមបងអូនស្រីនឹងថាបើស្រឡាញ់គាត់ទៅបើយកគាត់ទៅគាត់នឹងបកគោលគ្រប់យ៉ាងឲ្យគាត់មានហាងកាហ្វេមានហាងកាត់សក់មានហាងលាងឡានមួយកន្លែងទៀតគាត់អាជីវកម្មរបស់គាត់3កន្លែងហើយខ្សិតតែជាកន្លែងមួយដែលថាវារៀងគួរសមដែរណាវារៀងគួរសមដែរអញ្ចឹងគាត់ថាគាត់នឹងបកគោលឲ្យទាំងអស់ប៉ុន្តែបងអូនស្រីដោយសារគាត់មានស្មារតីរឹងមាំគាត់មិនចាញ់បោកពាក្យលួងលោមពាក្យបោកបឆោតរបស់តកែនឹងទេដោយសារពាក្យបោកបឆោតនេះគឺគាត់ធ្វើនៅលើបុគ្គលិកចាស់ទាំងអស់អញ្ចឹងហើយបានជាបុគ្គលិកមួយណាក៏នៅអត់បានបុគ្គលិកមួយណាក៏នៅអត់បានដែរគឺបុគ្គលិកគឺឈប់ទាំងអស់ដោយសារតែពាក្យលួងលោមបោកបឆោតរបស់គាត់ហ្នឹងហើយនឹងការរំលោភបំពានមិនថាផ្លូវចិត្តមិនថាផ្លូវកាយគឺរំលោភបំពានទាំងអស់គាត់ថាពេលហ្នឹងគឺគាត់បាននិយាយយ៉ាងច្រើនបញ្យល់យ៉ាងច្រើនចំពោះតកែហ្នឹងគាត់ថាគាត់មិនទាន់គិតទេគាត់នៅតែនិយាយពាក្យដដែលគាត់មិនទាន់គិតហើយគាត់មិនស្រឡាញ់អ្នកណាទេគឺគាត់នៅវ័យរលួយចិញ្ចឹមគ្រួសារគាត់ត្រូវការប្រាក់ចិញ្ចឹមគ្រួសារគាត់អត់ទាន់គិតគូចង់បានប្រពន្ធប្តីកូនអីហ្នឹងទេគាត់អត់ទាន់គិតទេពេលចឹងទៅធ្វើឲ្យតានឹងគាត់តាដែលជាមុនដំបូងហៅពូណាហ្នឹងមិនមែនបងអូនស្រីអ្នកហៅអ្នកនិយាយខ្ញុំដែលកំពុងនិយាយគឺអ្នកហៅទៀតតាហ្នឹងគាត់គុំគាត់ថាអត់អីទេគាត់នឹកក្នុងចិត្តគាត់ថាថ្ងៃហ្នឹងយកមិនបានថ្ងៃក្រោយគាត់នឹងយកបានតាគាត់គិតនៅក្នុងចិត្តហើយគាត់ក៏ញញឹមដាក់ប្អូនស្រីហ្នឹងក៏គាត់ដើរចេញទៅវិញទៅថ្ងៃស្អែកឡើងមកទៀតដល់ពេលមកទៀតចឹងទៅក៏ធ្វើអាទាំងវើនឹងទៀតពេលហ្នឹងប្អូនស្រីនៅកំពុងតែលាងកែវលាងអីនឹងទៀតហើយមកម្ដងហ្នឹងគឺមកលក្ខណៈលុកខ្លាំងជាងមុនទៀតខ្ញុំនិយាយទៅខ្ញុំសុំទោសបងណាដោយសារគាត់លុកទៅរើកន្លែងទ្រូងរបស់ប្អូនស្រីគាត់លុកអោបទ្រូងរបស់ប្អូនស្រីអូយពេលហ្នឹងគឺប្អូនស្រីគាត់ប្រាប់ថាគាត់មានអារម្មណ៍គាំងខ្លាំងមែនទែនហើយគាត់បានរុញតកែហ្នឹងដួលទៅលើដីដោយសារគាត់មិនដែលមានអ្នកណាហ៊ានប៉ះខ្លួនប្រាណគាត់ទេមិនថាប៉ះដៃប៉ះជើងប៉ះអោបពោះគាត់ដូចពីមុនហ្នឹងគឺគាត់មិនដែលមានដែររហូតដល់លក្ខណៈនេះមកអោបទ្រូងរបស់ប្អូនស្រីទៀតអញ្ចឹងគឺប្អូនស្រីគាត់ភ័យខ្លាំងមែនទែនគាត់បានរុញមកទំហឹងធ្វើឲ្យតកែហ្នឹងគាត់ដួលទៅបុកនឹងអាចែងតុកហ្នឹងទៅបុកអាចែងតុកកាហ្វេដែលរៀបចំដាក់កាហ្វេហ្នឹងបុកនឹងអាចែងតុកហ្នឹងក៏បានឈាមក្បាលបន្តិចទៅវាត្រូវនឹងចែងហ្នឹងហើយដោយសារកម្លាំងរុញវាមកនេះដែរគាត់ថាមកភ័យគាត់រុញមកភ័យមកទំហឹងហ្មងអញ្ចឹងគាត់ភ័យគាត់រុញមកទំហឹងធ្វើឲ្យត្រូវបុកនឹងចែងតុកហ្នឹងឈាមក្បាលបន្តិចទៅឈាមក្បាលរបស់តកែហ្នឹងអញ្ចឹងគាត់ថាគាត់សួរតកែមិនបានពូមកធ្វើអញ្ចឹងដាក់ខ្ញុំគាត់សួរខ្លាំងហ្មងពេលហ្នឹងគាត់ថាមិនបានពូធ្វើអញ្ចឹងដាក់ខ្ញុំពូដឹងហើយខ្ញុំប្រាប់ហើយថាខ្ញុំគឺជាមនុស្សកមុំខ្ញុំមិនដែលគិតរឿងអស់ហ្នឹងទេថៃបានពូមកបំពេញលើរាងកាយរបស់ខ្ញុំម្ដងទៀតគាត់បានស្ដីឲ្យច្រើនបងអូនស្រីគាត់បានស្ដីឲ្យច្រើនពេលហ្នឹង
ចឹងទៅធ្វើឲ្យតកែនឹងគាត់នេះដែរគាត់ទាំងសង្ហាចិត្តដែរដោយសារតកែនឹងលួងលោម្ដងហើយម្ដងទៀតតាំងពីថ្ងៃទី1រហូតមកដល់ថ្ងៃទី10ជាងរហូតមកដល់ថ្ងៃទី10ជាងគឺគាត់ធ្វើការនៅនឹងបានប្រហែលជាកន្លះខែជាងអញ្ចឹងទៅគឺគាត់បានស្ដីឲ្យតកែនៅពេលហ្នឹងគាត់ស្ដីឲ្យខ្លាំងគាត់ថាយ៉ាងម៉េចទៅគឺពេលហ្នឹងគឺគាត់ស្ដីឲ្យសិនហើយគឺគាត់ស្ដីឲ្យសិនគាត់ស្ដីឲ្យតកែហ្នឹងខ្លាំងហើយគាត់ក៏បានដោះអៀមដែលអៀមយើងលក់កាហ្វេហ្នឹងណាអៀមយើងលក់កាហ្វេហ្នឹងយើងពាក់ដើម្បីការពារប្រឡាក់ការពារអីហ្នឹងគាត់បានដោះអៀមគាត់ថាគប់ហ្មងគប់មុខតកែហ្នឹងគប់មុខតកែគាត់ដោះគប់ហើយគាត់ដើរចេញគាត់ឈប់ហ្មងគាត់ឈប់ធ្វើការនៅកន្លែងហ្នឹងមិនបើកប្រាក់ខែមិនអីគាត់ឈប់យកតែហ្មងអត់បើកប្រាក់ខែអត់ខ្ចីបើកប្រាក់ខែគាត់ថាជាលើកទី1នៅក្នុងជីវិតរបស់គាត់ដែលជួបរឿងបែបហ្នឹងជាលើកទី1នៅក្នុងជីវិតរបស់គាត់ដែលជួបរឿងបែបហ្នឹងពួកគាត់ជាមនុស្សស្រីមួយដែលមនុស្សកមុំហើយមិនខើខូចមិនដែលមានអ្នកណាប៉ះដៃប៉ះជើងគាត់ទេគឺគាត់រក្សារាងកាយរបស់គាត់បានល្អណាស់ចឹងហើយធ្វើឲ្យគាត់មានអារម្មណ៍ខឹងខ្លាំងគាត់បានដើរចេញឈប់ធ្វើការមិនខ្ចីបើកប្រាក់ខែគាត់ចេញពីកន្លែងនឹងភ្លាមតែហ្មងគាត់ចេញភ្លាមតែហ្មងគាត់ថាលើកទី1ដែលគាត់ឡើងមករើការងារធ្វើជួបរឿងបែបហ្នឹងគាត់មិននឹកស្មានហើយក៏ជាមេរៀនមួយសម្រាប់ជីវិតរបស់គាត់ជួបមេរៀនទី1ហើយក៏ជាការងារទី1នៅក្នុងជីវិតរបស់គាត់ដែលឡើងមករើការងារធ្វើដែលជួបតកែបែបហ្នឹងគាត់ថាមិននឹកស្មានការងារទី1របស់គាត់គឺយ៉ាប់យ៉ាងហ្នឹងសោះគាត់ឈប់ពីធ្វើការកន្លែងហ្នឹងទៅគាត់ក៏ទៅរើការងារកន្លែងថ្មីធ្វើទៅហ្នឹងហើយគាត់បានប្រាប់តែប៉ុណ្្នឹងទេអញ្ចឹងយើងគួរតែប្រុងប្រយ័ត្នទាំងអស់គ្នាបងប្អូនស្រីដែលឡើងមកពីខេត្តឡើងមករើការងារធ្វើនៅខាងភ្នំពេញមិនថាធ្វើការងារនៅកន្លែងណាទេមករើការងារធ្វើបងប្អូនត្រូវតែប្រុងប្រយ័ត្នមិនថាបុគ្គលិកដូចគ្នាមិនថាតកែមិនថាជាអ្នកដំណើរមិនថាជាអ្នកអីទេយើងត្រូវតែប្រយ័ត្នពូមនុស្សយើងមើលឃើញទេវាមានមនុស្សល្អវាមានមនុស្សអាក្រក់ចឹងទៅយើងត្រូវតែចេះការពារខ្លួនចឹងទៅដូចរឿងបងអូនស្រីនឹងចឹងនឹងវាមិនតាន់ធ្ងន់ធ្ងរទេវាមិនតាន់ធ្ងន់ធ្ងរដល់ឋានៈលក្ខណៈគេនិយាយថាវាដល់40សន្តិវៈចឹងណាវាមិនដល់លក្ខណៈហ្នឹងទេនេះគ្រាន់តែប៉ះរាងកាយហើយប៉ះហ្នឹងក៏វាមិនប៉ះបានស្និទ្ធស្នាលអីណាដែរអញ្ចឹងទៅយើងគួរតែប្រុងប្រយ័ត្នបងប្អូនស្រីទាំងអស់គ្នាដែលឡើងមកធ្វើការនៅឆ្ងាយពីផ្ទះចេញធ្វើការឆ្ងាយពីផ្ទះយើងគួរតែប្រុងប្រយ័ត្ននេះជាមេរៀនមួយសម្រាប់បងប្អូនយើងទាំងអស់គ្នាដែលស្ដាប់ហើយពិចារណាស្ដាប់ហើយគួរតែប្រុងប្រយ័ត្នទាំងអស់គ្នាកុំធ្វើប្រហែលអសោះពោះរឿងនេះវាភាគច្រើនគឺឃើញនៅលើសង្គមយើងហើយមនុស្សគ្រប់គ្នាតែងតែកេងប្រវ័ញ្ចពីមួយទៅមួយកេងប្រវ័ញ្ចគ្រប់រឿងគ្រប់ស្ថានភាពអញ្ចឹងរឿងហ្នឹងក៏មានតែប៉ុណ្្នឹងដែរសូមជូនពរបងប្អូនទាំងអស់គ្នាដែលរើការងារធ្វើមិនថាជានិស្សិតមិនថាជាអ្វីទេគាត់មករើការងារធ្វើសូមឲ្យទទួលបានសុខសុវត្ថិភាពនិងសុខសប្បាយទាំងអស់គ្នា